លោកក្រឹតវិជាតើលោកគ្រូបានឃើញព័ត៌មានថ្មីនេះទេរឿងស្ត្រីជាច្រើនអ្នកចាញ់បោកគ្រូហុងស៊ុយអស់លុយកាក់នឹងខ្លួនប្រាណនោះបាទសុគីគ្រូបានឃើញខ្លះតាមបណ្ដាញសង្គមដែរវាជារឿងគួរឲ្យសោកស្ដាយណាស់ដែលជំនឿប្រជាគ្រោះថ្នាក់បែបនេះសម្រាប់ពួកគេខ្ញុំឆ្ងល់ណាស់លោកគ្រូហេតុអ្វីបានជាពួកគេហ៊ានចំណាយលុយរាប់ម៉ឺនដុល្លារហើយថែមទាំងចាញ់បោកដល់ថ្នាក់នឹងទៀតនេះមកពីការប្រើប្រាស់ពាក្យសម្ដីបំផិតបំភ័យនិងការសន្យាថានឹងមានលៀបសំណាងធំទាំងខូចតែងតែប្រើចិត្តអាសាស្ត្រកំភុយជំរងគ្រូចុះរឿងដែលថាបាត់បង់ទាំងខ្លួនប្រាណទៀតនោះតើគ្រូខូចទាំងនោះប្រើល្បិចអ្វីទៅលោកគ្រូភាគច្រើនគេប្រើល្បិចថាត្រូវរំដោះគ្រូឬបញ្ចុះមន្តអាគមលើរាងកាយដើម្បីឲ្យមានរីករាយឡើងខ្ពស់ដែលតាមពិតជាការបំពានផ្លូវភេទគួរឲ្យខ្លាចណាស់គ្រាន់តែចង់ឲ្យគ្រួសារសុខសប្បាយនិងរកស៊ីមានបានបែរជាត្រូវជួបគ្រោះធំជាងមុនទៅវិញពិតមែនហើយសុគីនៅពេលដែលមនុស្សយើងមានវិបត្តិផ្លូវចិត្តឬកំពុងជួបការលំបាកយើងងាយនឹងធ្លាក់ក្នុងអន្លង់ពាក្យបញ្ចុះបញ្ចូលគេណោះតើយើងមានវិធីបង្ការខ្លួនឯងយ៉ាងដូចម្តេចខ្លះដើម្បីកុំឲ្យខ្លាចជាជនរងគ្រោះក្នុងរឿងបែបនេះទៀតលោកគ្រូយើងត្រូវមានសក្តិនិងបញ្ញាកុំជឿលើអ្វីដែលហួសពីការពិតឬការទាមទារដែលប្រព័ន្ធដល់កត្តាយុទ្ធនិងទ្រព្យសម្បត្តិហួសហេតុខ្ញុំយល់ហើយលោកគ្រូសំបីតែការចំណាយលុយរាប់ម៉ឺនដុល្លារដើម្បីមើលហុងស៊ុយក៏មិនគួរធ្វើតាមដោយងឹតទងល់ដែរមែនទេត្រូវហើយហុងស៊ុយពិតប្រាកដគឺការរៀបចំផ្ទះសម្បែងឲ្យមានសណ្ដាប់ធ្នាប់និងមានបរិយាកាសល្អមិនមែនជាការធ្វើពិធីចម្លែកដែលប្រព័ន្ធខ្លួនប្រាណទេចុះបើគ្រូហុងស៊ុយនោះគំរាមថាបើមិនធ្វើតាមនឹងមានគ្រោះថ្នាក់ដល់ជីវិតឬគ្រួសារនឹងវិនាសតើយើងគួរធ្វើដូចម្តេចកុំភ័យខ្លាចក៏សោះនោះគ្រាន់តែជាល្បិចទុច្ចរិតដើម្បីបង្ខំឲ្យយើងប្រកល់លុយកាក់ហើយគេប៉ុណ្ណោះគ្មានគ្រូណាអាចកំណត់ជោគវាសនាយើងបានឡើយខ្ញុំនឹងយកសាច់រឿងនេះទៅចែកចាយប្រាប់បងប្អូននិងមិត្តភក្តិស្រីរបស់ខ្ញុំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ល្អណាស់សុគីការអប់រំនិងការយល់ដឹងពីសិទ្ធិផ្ទាល់ខ្លួនគឺជាខែការពារដ៏ល្អបំផុតប្រឆាំងនឹងការបោកប្រាស់គ្រប់រូបភាពជនរងគ្រោះភាគច្រើនគឺស្ត្រីដែលនៅផ្ទះឬអ្នករកស៊ីដែលកំពុងជួបការលំបាកមែនទេលោកគ្រូពិតមែនហើយពួកគេជាក្រុមគោលដៅដែលងាយរងគ្រោះបំផុតព្រោះពួកគេមានទឹកចិត្តអាណិតអាសូរនិងបារម្ភពីសុខទុក្ខគ្រួសារខ្លាំងអរគុណលោកគ្រូខ្លាំងណាស់ដែលបានពន្យល់និងផ្ដល់ដំបូន្មានល្អដល់ខ្ញុំនៅថ្ងៃនេះមិនអីទេស្គីចងចាំថាសុភមង្គលពិតប្រាកដកើតចេញពីសកម្មភាពល្អនិងការខិតខំរបស់យើងមិនមែនកើតពីមន្តអាគមបោកប្រាស់ឡើយ